តាមច្បាប់តើការបង្ករបួសដោយអចេតនាដល់អ្នកដទៃអ្នកដែលបង្ករបួសដោយអចេតនានោះមានទោសដែរឬទេបើយើងមើលទៅតាមច្បាប់នៃក្រមព្រហ្មទណ្ឌមាត្រា236បទបង្កឲ្យមានរបួសដោយអចេតនាមាត្រានេះបានបញ្ញត្តិថាបទល្មើសដែលបង្កឲ្យមានរបួសដោយអចេតនាគឺជាអំពើដែលបណ្ដាលឲ្យមានរបួសដល់អ្នកដទៃដោយ1ការធ្វេសប្រហែសឬការមិនប្រុងប្រយ័ត្នឬការខ្ជះខ្ជាយដែលបង្កឲ្យមានអស្ថិរភាពក្នុងការធ្វើការងារស្មើឬលើសពី8ថ្ងៃ2ការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្នដែលច្បាប់តម្រូវចំពោះទោសដែលត្រូវអនុវត្តបទល្មើសបង្កឲ្យមានរបួសដោយអចេតនាត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី6ថ្ងៃទៅ2ឆ្នាំនិងពិន័យជាប្រាក់ពី1លានរៀលទៅ4លានរៀល